ជារៀបសួរលោកគ្រូអ្នកគ្រូទាំងអស់គ្នាជាទីគោរពសូមជូនវីដេអូរបៀបចូលប្រើប្រាស់គណនី PLP ថ្នាលបឋមជំនាន់ថ្មីចំពោះលោកនាយកដែលមានតួនាទីបន្ថែមជាគ្រូបង្រៀនកាន់ថ្នាក់ចាប់ពី2ឡើងទៅបាទអញ្ចឹងមកដល់ក្នុងថ្នាលបឋមជំនាន់ថ្មីកន្លែងចូលគណនីសូមលោកនាយកបញ្ចូលឈ្មោះអ្នកប្រើប្រាស់លេខសម្ងាត់រួចចុចពាក្យចូលគណនីបន្ទាប់មកគេនឹងឲ្យលោកគ្រូអ្នកគ្រូជ្រើសរើសតួនាទីតែពេលនេះលោកគ្រូចូលតួនាទីជានាយកសាលាឬក៏គ្រូបង្រៀនអញ្ចឹងបើសិនជាលោកគ្រូមានតួនាទីចាប់ពី2ឡើងទៅមាននាយកសាលាគ្រូបង្រៀនហើយគ្រូបង្រៀនចាប់ពី1ថ្នាក់2ថ្នាក់ឡើងទៅសូមរើសយកពាក្យគ្រូបង្រៀននឹងបើសិនជាលោកគ្រូចង់ចូលគណនីជាគ្រូបង្រៀនបាទហើយសូមចុចពាក្យថាជ្រើសរើសបន្ទាប់មកនឹងឃើញថ្នាក់ដែលលោកនាយកឬក៏លោកគ្រូអ្នកគ្រូមានមុខងារចាប់ពី2ឡើងទៅបាទបើសិនជាយើងចង់ចូលថ្នាក់ទី6សូមចុចលើថ្នាក់ទី6ឬហើយយកពាក្យថាជ្រើសរើសបាទហើយនឹងចេញផ្ទាំងបែបនេះបាទហើយបើសិនជាលោកគ្រូអ្នកគ្រូចង់បដូរទៅជានាយកសាលាវិញសូមចុចនៅលើឈ្មោះគណនីខ្លួនឯងឬយកពាក្យគណនីខ្ញុំហើយយកពាក្យបដូរទៅជានាយកសាលាអញ្ចឹងយើងនឹងបានចូលទៅជាគណនីនាយកសាលាអញ្ចឹងកន្លែងគណនីនាយកសាលាយើងចុចរបាយការណ៍មើលរបាយការណ៍ប្រឡងរបស់សាលាបាទបន្តមកលោកនាយកប្រើបានមួយរយៈហើយលោកនាយកចង់ទៅមើលទិន្នន័យបន្ទុកថ្នាក់ផ្សេងទៀតដែលលោកនាយកកាន់បន្ទុកថ្នាក់គឺសូមចុចនៅលើឈ្មោះគណនីរបស់លោកនាយករួចយកពាក្យថាគណនីខ្ញុំហើយយកពាក្យថាបដូរទៅជាគ្រូបង្រៀនបាទអញ្ចឹងបដូរជាគ្រូបង្រៀននេះគឺដូរបានតែថ្នាក់ទី4នេះបើសិនជាលោកនាយកលោកគ្រូចង់បដូរគណនីរបស់លោកគ្រូទៅជាថ្នាក់ផ្សេងទៀតសូមចុចនៅលើគណនីរបស់លោកនាយកឬក៏លោកគ្រូអ្នកគ្រូយកពាក្យថាបដូរថ្នាក់រៀនអញ្ចឹងនឹងឃើញថ្នាក់រៀនប៉ុន្មានដែលលោកនាយកឬក៏លោកគ្រូអ្នកគ្រូបានបង្កើតបាទដែលកាន់ថ្នាក់បាទមានថ្នាក់ទី1កទី4ទី5និងទី6បាទហើយយើងយកពាក្យបដូរថ្នាក់បាទអញ្ចឹងបើយើងចង់ឃើញតែថ្នាក់ទី1កបើយើងចង់បដូរទៅជាថ្នាក់ទី4វិញយើងយកពាក្យបដូរថ្នាក់រៀនហើយយកពាក្យជ្រើសរើសហើយយកពាក្យបដូរថ្នាក់រៀនបាទតែបើសិនជាលោកនាយកចង់បដូរទៅជាគណនីនាយកសាលាគឺសូមចុចនៅលើឈ្មោះគណនីរបស់លោកគ្រូឬក៏លោកនាយកសាលាយកពាក្យថាគណនីខ្ញុំហើយរួចយកពាក្យថាបដូរទៅជានាយកសាលាអញ្ចឹងវាមានភាពងាយស្រួលបំផុតសម្រាប់លោកនាយកដែលកាន់តួនាទី2មានបង្រៀនផងតួនាទីជានាយកសាលាផងសង្ឃឹមថាវីដេអូនេះជាផ្នែកមួយជំរុញដល់លោកនាយកលោកស្រីនាយិកាលោកគ្រូអ្នកគ្រូដែលមានមុខងារចាប់ពី2ឡើងទៅដើម្បីងាយស្រួលប្រើប្រាស់ថ្នាលបឋមនៅពេលដែលលោកគ្រូអ្នកគ្រូខ្លាចជាតួនាទីជានាយកលោកគ្រូត្រូវចុចបែបណាហើយពេលដែលលោកគ្រូកាន់ថ្នាក់ត្រូវចុចបែបណាបាទអញ្ចឹងវីដេអូបង្ហាញរបស់ខ្ញុំមានតែប៉ុណ្្នឹងទេសូមគោរពអរគុណច្រើននិងសូមជម្រាបលា